មានគ្រូថ្នាក់ចរាចរណ៍ដោយរថយន្តបាទក្រុមហ៊ុនបរៈបុនខំបើកបរដោយបងប្រុសម្នាក់បាទគាត់ស្លៀកខោខៀវជើងខ្លីគឺអាវក្រហមនៅខ្លីហ្នឹងគាត់ថាបានអកសើបាទចាប់ប្រាំងមិនតាន់ទេគូបានមកបុករថយន្តមួយគ្រឿងបណ្ដាលឲ្យកពិតផ្នែកទ្វារខាងក្រោយណាបាទហើយខាងម្ចាស់រថយន្តហ្នឹងគាត់ថាបើធ្វើហ្នឹងគឺប្រហែលជាល្បាក់អស់500តែខាងបងម្ចាស់រថយន្តនៃក្រុមហ៊ុនបរៈបុនខំគាត់ថាអត់មានលទ្ធភាពកងអញ្ចឹងណាមានដែរតែមានតិចតួចមិនដល់500នឹងទេឥឡូវនេះគឺការដោះស្រាយគ្នាគឺអត់ទាន់ត្រូវរើនេះទេសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលកាត់កកា2បាទខណ្ឌពោធិ៍សែនជ័យបានចំដល់ចំណុចទីតាំងនេះផងដែរបានស្នាមដែលការខូចខាតហើយកាងហើយនឹងទ្វារកពិតទ្វារណាហើយកាងខាងក្រោយដែលរថយន្តពណ៌សបាទពាក់ស្លាកលេខភ្នំពេញពី CD 45និង32ណាពណ៌លើបាក់ទីនេះការព្រោះទីនេះហើយការព្រោះវាហុកណាអាគ្រប់ក្រោយនេះវាបើកលើឡើងលើនោះវាជា180វាចូលចង់400ជាណាអាកាងនេះម៉ាន260កាងខាងក្រោម260ហើយអាពិតទ្វារនេះ180 260បាទវា500ជាគឺទឹក500អត់អីឥឡូវបាទនេះគឺខាងបងប្រុសបាទមកចាំទិញក្រុមហ៊ុនបរៈបុនខំគាត់ប្រាប់ណាថាខាងកពិតកាងខាងក្រោមនេះ260ហើយទ្វារកពិតប៉ុណ្ណេះ180តែយើងនឹងយកឡើងទៅថ្លៃដែរណាបងពេលបើកហ្នឹងឡានមកស្រុកនេះក៏មិនស្រុកគ្នាខ្ញុំយកក្តិតអូយើងបាក់ឬក៏ងោកក៏មិនអត់ទេតែវាឈប់ចឹងមួយគេចឹងតែវាទៅតែពេលខ្ញុំគឺទៅមុខទៅវាអត់សើមុខបាទអានេះអត់ទៅឈប់យើងមកទៅអូហើយមិនលឿនទេមកយល់វាថាយកថើបពួកគេចឹងចុះបងព្រមមានលទ្ធភាពអាចតំណងទៅគាត់ប្រហែលជាមកហើយទៅពេកយកនេះតំណងគាត់ដំបងគាត់ទៀមហ្នឹងគាត់ទៀតាមរយៈក្រុមហ៊ុនឡានគេបាញ់ទៅគេឃើញឡានហ្នឹងអាលើ180អាក៏260ទៅចូលទៅ500ហើយឡានប៉ុណ្ណឹងយើងទៅធ្វើអស់ច្រើនដល់100ទៅចឹងតែពេលយើងអត់មានទីសងនិយាយនេះទៅនេះថាអ៊ីនធឺណិតទៅអ៊ីនធឺណិតទៅឥឡូវតាមមកអ៊ីនធឺណិតមកដែរហើយបញ្ចប់ឥឡូវបញ្ចប់អញ្ចឹងហ៎បាទចុះជុលក៏មិនបងអ៊ីនធឺណិតទៅយកស្រ័យមួយចាស់ឡានគេđangយកទៅក្រុមហ៊ុនធ្វើនិយាយនេះបាទឡានធ្លាក់អីវ៉ាន់ណាវិញបងក្រុមហ៊ុនបងខាងខ្ញុំឡើងទៅព្រៃទាអូឡើងទៅដាក់ព្រៃទាណាឡើងអីវ៉ាន់ព្រៃទាចេញទៅសឹងទៅឡើងទៅដាក់អីវ៉ាន់នៅម្ដុំព្រៃទាចេញទៅខាងសឹងត្រែងហ្នឹងហើយក៏ពិតផ្នែកខាងក្រោយបាទហើយឥឡូវនេះគឺសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលកាត់ទី2បាទខាងពលជ័យបានបន្តហើយនោះគឺរថយន្តនៃក្រុមហ៊ុនបរៈបុនខំផ្នែកខាងមុខហ្នឹងគឺក៏ពិតតិចដែរបាទឥឡូវនេះគឺប្រិមត្តបានឃើញហើយខាងក្រុមហ៊ុនបរៈបុនខំហ្នឹងគឺគាត់មានខាង insurance របស់គាត់បាទមកតំណាងចរចាគ្នាជាមួយនឹងភាគីរថយន្តពណ៌សណាដែលរថយន្តក្រុមហ៊ុនបរៈបុនខំបាទពាក់ស្លាកលេខភ្នំពេញ 3G 25និង9គុតរងការខូចខាតផ្នែកកាងបាទខាងមុខបងដែរជាមួយប្រព័ន្ធនៃករណីខាងលើនេះចំណុចទីតាំងនេះគឺនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីបាទក្បែរនឹងចរាចរណ៍ស្តុបពលានថ្មីក្នុងទឹកដីសកាត់កកា2បាទខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញរថយន្ត12គ្រឿងនេះគឺគាត់ធ្វើដំណើរស្របគ្នាពីជើងមកត្បូងបាទមកដល់ពោះស្តុបពលានថ្មីប្រហែលជា100ម៉ែត្រហ្នឹងអកសើចាប់ប្រាំងមិនទាន់បាទញុលរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចទេបាទឥឡូវនេះគឺខាង insurance
ខាងរថយន្តក្រុមហ៊ុនបាក់បុនខាំបានមកដល់ហើយកំពុងតែធ្វើឯកសារយកទៅក្រុមហ៊ុនជួសជុលឲ្យឡើងវិញក៏យ៉ាងម៉េចនៅឡើយទេបាទបងប្រុសគឺគាត់ជាម្ចាស់រថយន្តតកង់បាទតកង់រថយន្តក្រុមហ៊ុនបាក់បុនខាំ